đâu alo ngoan alo từng một cái tay một mà này từng alo đi ở đâu phong ở đâu á đây này ដឹងថាតាមស្រុកភូមិបងប្អូននីមួយៗហ្នឹងគឺប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់ដោយភូមិរបស់ខ្ញុំអត់ទេតែចំពោះភូមិរបស់ខ្ញុំវិញជារៀងរាល់ឆ្នាំហ្នឹងអ្នកភូមិគេតែងតែមានទម្លាប់ប្រពៃណីធ្វើពិធីបុណ្យឡើងអ្នកតាហើយតាមទម្លាប់របស់អ្នកស្រុកភូមិរបស់ខ្ញុំហ្នឹងគេនាំគ្នាធ្វើនំបញ្ចុកនៅតាមផ្ទះគ្រប់ទៅគ្នាហ្នឹងឯងហើយដោយឡែកផ្ទះរបស់ខ្ញុំហ្នឹងក៏ធ្វើនំបញ្ចុកដូចតែគេដែរចំពោះការធ្វើនំបញ្ចុកហ្នឹងភាគច្រើនភូមិរបស់ខ្ញុំហ្នឹងគេនិយមស្លសម្លប្រហើរពោះការស្លសម្លប្រហើរហ្នឹងគឺខ្ញុំអត់ដឹងដូចគ្នាព្រោះអីខ្លាំងពីទូចមកគឺឃើញអ្នកស្រុកភូមិហ្នឹងគឺឡស្លោប្រហើរតែប្រហែលជាអស់លុយតិចក៏មិនដឹងតាមការស្មានរបស់ខ្ញុំនេះណាព្រោះអីខ្ញុំអត់ដឹងទេហើយនេះការដាំទឹករបស់ខ្ញុំហ្នឹងគឺខ្ញុំអត់ស្លប្រហើរទេដោយសារខ្ញុំបែកកំណត់ចង់ធ្វើទឹកស្លធ្វើនំបញ្ចុកទឹកប្រហុកចាហើយចេះតែធ្វើទេដោយសារតែអត់ចេះដែរតែមើល YouTube ផងអីផងបំរុំតែកើតពោះការធ្វើពិធីបុណ្យសែនឡើងអ្នកតានេះប្រហែលជាអ្នកភូមិមួយចំនួនដូចជានៅតាមស្រុកភូមិហ្នឹងបាត់បង់នៅទំនៀមទម្លាប់នេះហើយតែភូមិរបស់ខ្ញុំហ្នឹងគឺគេធ្វើរាល់ឆ្នាំបងប្អូនហើយដើម្បីសុំសេចក្តីសុខនិងបានរំដោះគ្រោះចាញ់ពីក្រុមគ្រួសារយើងផងដែរហើយចំពោះប្រពៃណីនេះខ្ញុំរៀបរាប់ទៅមានការខុសឆ្គងអីបងប្អូនកុំប្រកែកប្រកាន់ដោយសារតែខ្ញុំអត់សូវដឹងពីទំនៀមទម្លាប់របស់អ្នកភូមិដូចជាចាស់ពីដើមទេបាននិយាយអញ្ចឹងដឹងពីណានិយាយពីនឹងហើយចំពោះការធ្វើទឹកប្រហុករបស់ខ្ញុំហ្នឹងគឺខ្ញុំអត់បានថតទេហើយនេះបងស្រីរបស់ខ្ញុំគាត់កំពុងតែដុសនំបញ្ចុកដូចជាទឹកស្លដើម្បីយកទៅសែនអ្នកតាបន្ទាប់ពីបងស្រីរបស់ខ្ញុំហ្នឹងគាត់បានដុសស្លនំបញ្ចុកក៏ដូចជានំបញ្ចុកមកហើយបងស្រីរបស់ខ្ញុំគាត់បានបន្តធ្វើការវាយចានហ្នឹងខ្ញុំអត់សូវដឹងច្បាស់ដែរឬម៉ែខ្ញុំនិយាយថាគេវាយចានហ្នឹងគឺតំណាងឲ្យយើងអំបែងចានហ្នឹងតំណាងឲ្យក្រុមគ្រួសារយើងហើយយើងហ្នឹងដូចជាយកទៅបដូររូបដើម្បីរំដោះចេញពីគ្រោះចង្រៃទាំងmột cái tay một mà này từng đi ở đâu phong ở đâu á đây này ở đâu hăng gì ở đâu bờ tí mà đây chị bày đủ rập mùi bờ tí mà này một tí tôi dùng váy tràn đời không tí mà đồ rụt đồ thiền này vô tới là o này ui bà sẽ ơi lên nhá nè rập mùi bờ tí anh lên sẽ ơi o này vô cho បន្ទាប់ពីវាយបំបែងចានក៏ដូចជាយើងច្រាក់នំបញ្ចុកនំអីហើយយើងក៏ចេញដំណើរទៅកន្លែងសែនអ្នកតាឆ្ងាយដែរហើយនេះសកម្មភាពដែលអ្នកភូមិស្រុកគាត់ត្រៀមនៅរបស់របរដើម្បីយកទៅសែនអ្នកតានៅចុងភូមិចាហើយគាត់បានផ្ញើរបស់ហ្នឹងយកទៅដាក់នៅកន្លែងហ្នឹងផងដោយសារគាត់បានទៅអញ្ចឹងណាហើយតាមផ្លូវមែនតើអ្នកភូមិរបស់ខ្ញុំគេនាំគ្នាទៅខ្លះជិះម៉ូតូខ្លះដើរតាំងពីសកម្មភាពដែលពួកខ្ញុំទៅកន្លែងខ្ទមអ្នកតាសូមរងចាំទស្សនានៅវីដេអូដូចតទៅហើយគ្មានទៅទីណាកន្លែងណាជាប្រចាំទាំងសោះក៏មិនទុកបន្ទាប់ពីពូខ្ញុំធ្វើដំណើរជិះម៉ូតូហើយក៏បានមកដល់កន្លែងគេសែនអ្នកតាក៏មានមនុស្សគេច្រើនហើយមានលក់របស់លេងកូនក្មេងប្រហិតនំអីផ្សេងហើយទៅដល់កន្លែងហ្នឹងក្មួយខ្ញុំទាដាក់ទាទិញដៃទៅទិញឡានទិញអីស្ដាយបងប្អូននៅសារខ្ញុំម្លែងជក់ថតហើយក្មួយខ្ញុំក៏ទាញដៃទៅទិញរបស់លេងអត់បានថតកន្លែងខ្ទមនេតាហើយនេះសកម្មភាពរបស់ក្មួយរបស់ខ្ញុំនឹងខ្ញុំនឹងធ្វើដំណើរតម្រង់ទៅកន្លែងដែលយើងត្រូវដាក់ដូចជាចានដូចជានំបញ្ចុកសម្លខ្មែរនំបញ្ចុកហើយពួកយើងមានការដុតធូបដុតអីសូមសេចក្តីសុខនិងប្រាថ្នាឲ្យគ្រួសារទាំងអស់មានសុខភាពល្អផងដែរ